តោះបងប្អូនទស្សនានៅព័ត៌មានអន្តរជាតិក្តៅៗតែម្ដងជាមួយខ្ញុំបាទតារា MC ផ្ទាល់អ៊ីរ៉ង់ប្រកាសផ្ដល់ប្រាក់$60,000ដល់នរណាចាប់បានទាហានអាមេរិកដែលនៅរស់ពីការធ្លាក់ F-15 អ៊ីរ៉ង់បានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់ទៅ$10,000 លានស្មើនឹងប្រហែលជា$6 លានអាមេរិកជូនចំពោះនរណាក៏ដោយឲ្យតែចាប់បានទាហានអាមេរិកម្នាក់ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំងS-15E កាលពីថ្ងៃសុក្រទី3ខែមេសាឆ្នាំ2026កងឆ្មាំបដិវត្តន៍បានបញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះនេះនៅកណ្ដាលប្រទេសអ៊ីរ៉ង់ខណៈដែលព័ត៌មានអាមេរិកទម្លាយថាក្នុងយន្តហោះនោះមានទាហាន2នាក់ម្នាក់ជាអ្នកបើកនិងម្នាក់ទៀតជាអ្នកបាញ់អាវុធយ៉ាងណាក្នុងនោះអ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនឹងសង្គ្រោះបានហើយនៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះដែលមិនទាន់ដឹងដំណឹងឥឡូវបើតាមការផ្សាយរបស់ Royal News អ៊ីរ៉ង់ប្រកាសថាបើនរណាចាប់បានរូបគេទាំងរស់នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ$10,000 លានខ្ញុំបានធ្វើការដកស្រង់ពី Royal News ស្លាប់មនុស្ស8នាក់ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅអាហ្គានីស្ថានគ្រោះរញ្ជួយដីកម្រិត 5.9 Richter បានវាយប្រហារតំបន់ Hindu Kush នៃប្រទេសអាហ្គានីស្ថានកាលពីថ្ងៃទី3ខែមេសាបណ្ដាលឲ្យបាក់រលំផ្ទះមួយខ្នងនៅទីក្រុងកាប៊ុលសម្រាប់មនុស្ស8នាក់និងធ្វើឲ្យកុមារម្នាក់រងរបួសបើតាមទីភ្នាក់ងារព័ត៌មាន Reuters មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រ GFZ បានឲ្យដឹងថាគ្រោះរញ្ជួយដីនេះមានជម្រៅ175គីឡូម៉ែត្រដែលរំញ័រដល់វាអាចជះឥទ្ធិពលដល់ទីក្រុងអ៊ីស្លាមាបាតនិងទីក្រុងញូដេលីប្រទេសអាហ្គានីស្ថានជាតំបន់ដែលងាយរងគ្រោះដោយគ្រោះធម្មជាតិដែលក្នុងនោះគ្រោះរញ្ជួយដីគឺជាមូលហេតុស្លាប់ច្រើនជាងគេដោយបានសម្លាប់មនុស្សជាមធ្យម560នាក់ក្នុងមួយឆ្នាំសោកនាដកម្មចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត 6.3 Richter កាលពីខែវិច្ឆិកាដែលបានសម្លាប់មនុស្ស27នាក់និងរងគ្រោះទឹកជំនន់កាលពីខែមីនាដែលបានសម្លាប់មនុស្ស45នាក់និងធ្វើឲ្យបាក់រលំអគារជាច្រើនក្នុងខេត្ត Kandahar តទៀតបងប្អូនណាព័ត៌មានថ្មីបន្តទៀតសេតវិមានស្នើកញ្ចប់ថវិកាការពារជាតិ$1.5 ទ្រីលានខណៈកាត់បន្ថយចំណាយក្នុងស្រុកការិយាល័យគ្រប់គ្រងនិងថវិកានៃសេតវិមានបានបញ្ចេញសំណើថវិកាចំនួន2020ថវិកាឆ្នាំ2027ដោយស្នើសុំទឹកប្រាក់ចំនួន$1.5 ទ្រីលានសម្រាប់វិស័យការពារជាតិខណៈពេលដែលការកាត់បន្ថយការថវិកាសម្រាប់កម្មវិធីក្នុងស្រុកនៃបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នាថ្ងៃទី4ខែមេសាឆ្នាំ2026ប្រធានាធិបតី Donald Trump បានបញ្ជាក់ថាការទទួលខុសត្រូវលើវិស័យសុខាភិបាលនេះនិងការថែទាំកុមារគួរតែផ្ទេរទៅឲ្យរដ្ឋនីមួយៗជាអ្នកចាត់ចែងលោកបាននិយាយថាយើងកំពុងធ្វើសង្គ្រាមយើងមិនអាចមើលថែទាំក្មេងៗបានទេអ្នកត្រូវទុកឲ្យរដ្ឋជាអ្នកមើលថែហើយពួកគេគួរតែជាអ្នកបង់ថ្លៃនោះដែរផែនការនេះរួមមានការកាត់បន្ថយជំនួយសម្រាប់ជនភៀសខ្លួនគម្រោងធម្មពលកកើតឡើងវិញកម្មវិធីលំនៅឋាននៃជំនួយដល់សាកលវិទ្យាល័យដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីគណៈបកប្រជាធិបតេយ្យសមាជិកព្រឹទ្ធសភាលោកស្រី Patty Murray បានហៅចាក់កូវិស័យនេះថាមិនអាចទទួលយកបានចំណែកលោក Chuck Schumer អ្នកដឹកនាំភាគតិចក្នុងព្រឹទ្ធសភាបានរិះគន់ថាកញ្ចប់ថវិកានេះបានបោះបង់ចោលគ្រួសារដែលកំពុងជួបការលំបាកនិងធ្វើឲ្យខាតបង់ដល់ប្រព័ន្ធសន្តិសុខសង្គមទោះជាយ៉ាងណាខាងគណៈបក្សសាធារណរដ្ឋបានការពារសំណើនេះដោយអះអាងថាថវិកាការពារជាតិដ៏ច្រើននេះនឹងធានាថាកងទ័ពអាមេរិកនៅតែមានភាពទំនើបបំផុតក្នុងពិភពលោកការបញ្ចេញសំណើថវិកានេះបានកើតឡើងចំពេលដែលរដ្ឋាភិបាលកំពុងបិទទ្វារផ្នែកខ្លះអស់រយៈពេល7 សប្តាហ៍មកហើយដោយសារការជាប់គាំងចំនួនក្នុងសភាជុំវិញថវិកាសន្តិសុខមាតុភូមិនិងការកំណែទម្រង់អន្តរប្រវេសន៍បាទចប់មួយវគ្គទៀតតោះបងប្អូនសូមអញ្ជើញទស្សនាបន្តទៀតអ៊ីរ៉ង់បាញ់ត្រូវ Black Hawk និងអធិមភាគចក្រមួយគ្រឿងទៀតដែលហោះទៅជួយ S-15 មិនត្រឹមតែយន្តហោះចម្បាំង S-15 ទេសូម្បីតែអធិមភាគចក្រ HH-6 Black Hawk មួយគ្រឿងនិងអធិមភាគចក្រសង្គ្រោះស្វែងរកមួយគ្រឿងទៀត
ក៏ត្រូវរងបាញ់ត្រូវផងដែរខណៈពេលបំពេញបេសកកម្មទៅជួយទាហានដែលរំដោះខ្លួនចេញពី F-15 នោះតាមការផ្សាយរបស់សារព័ត៌មានអាមេរិក The Hill នៅថ្ងៃសៅរ៍ទី4ខែមេសាឆ្នាំ2026អ៊ីរ៉ង់បានបាញ់ត្រូវអធិមភាគីចក្រទាំងពីរប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការធ្លាក់ទេទន្ទឹមនោះមន្ត្រីអាមេរិកម្នាក់បានប្រាប់ទៅ NBC ថាអធិមភាគីចក្រពិតប្រាកដបានបាញ់ត្រូវមែនប៉ុន្តែទាហានទាំងអស់នៅក្នុងនោះគឺមានសុវត្ថិភាពកាលពីថ្ងៃសុក្រយន្តហោះចម្បាំង F-15E Strike Eagle ត្រូវរង់បាញ់ទម្លាក់នៅកណ្ដាលប្រទេសដោយក្នុងនោះអាកាសយានិកម្នាក់ក្នុងចំណោម2នាក់ត្រូវបានរកឃើញនិងជួយសង្គ្រោះនៅសល់ម្នាក់ទៀតមិនទាន់ដឹងដំណឹងខ្ញុំបាទធ្វើការដកស្រង់ The Hill បងប្អូនដែលបានទស្សនាសូមកុំភ្លេចមេត្តាជួយ Subscribe ជួយ Comment បន្តបាទសូមអរគុណ